ជំរាបសួរបងប្អូនអរគ្នានេះជាវីដេអូថ្មីវីដេអូបុកល្ហុងអញ្ចឹងមេតិចហ្នឹងគឺថាតិចចិត្តតែម្ដងបាទបុកល្ហុងហ្នឹងគឺរសជាតិឆ្ងាញ់តែបងបុកល្ហុងជាមួយនឹងចុកខ្មែរអញ្ចឹងបងប្អូនអរគ្នាទិញជាភាវក៏លក់តម្លៃសមរម្យមែនតើ1គីឡូ3000 3500អីហ្នឹងបងប្អូនអរគ្នាគឺថាតម្លៃគឺញាក់សាច់តែម្ដងបាទហើយវីដេអូហ្នឹងគឺខ្ញុំថតមួយម៉ែខ្ញុំជាមួយបងប្អូនអីអញ្ចឹងទៅមួយក្មួយគាត់មកលេងអញ្ចឹងទៅយើងដាក់អស់មួយចានម្នាក់ឯងគឺថារសជាតិឆ្ងាញ់តែម្ដងបាទញ៉ាំបុកល្ហុងជាមួយនឹងម្ចុកខ្មែររសជាតិថាឆ្ងាញ់ជាមួយនឹងងាវបងប្អូនដាក់ងាវរសជាតិឆ្ងាញ់តែម្ដងបាទងាវតម្លៃ1គីឡូហ្មង10000ជាងអីចឹងទៅបងប្អូនអរគ្នាគឺបុកល្ហុងនឹងគឺឆ្ងាញ់រសជាតិឆ្ងាញ់តែម្ដងហើយខ្ញុំថតអង្គុយបងប្អូនហើយខ្ញុំបបើកាមេរ៉ាបងប្អូនមើលថាសេសភីហ្នឹងមិនដាអូមេតិចអញ្ចឹងបុកមួយល្ហុងមួយមិញអញ្ចឹងដាក់បុកល្ហុងឲ្យបងប្អូនអរគ្នាហើយក៏ញ៉ាំពីអស់និយាយទៅខ្ញុំញ៉ាំអស់2ចានតែម្ដងបាទបុកល្ហុងអស់មួយថាសហ្នឹងតែម្ដងរសជាតិគឺថាគឺឆ្ងាញ់ណាបងប្អូនអើយខាញញ៉ាំយូរហើយខាញញ៉ាំចង់មួយខែបងញ៉ាំម្ដងអស់2ថាសតែម្ដងបាទបងប្អូនអរគ្នារសជាតិបុកល្ហុងកាន់តែឆ្ងាញ់ហើយបងប្អូនកុំភ្លេចជួយ like follow page អ្នកមួយហើយ subscribe channel ខ្ញុំអ្នកមួយផងណាដើម្បីទទួលបាននៅវីដេអូថ្មីមុនគេបងប្អូនអរគ្នាវីដេអូនេះគឺបញ្ចូលសលេងបងប្អូនតែខ្ញុំបញ្ចូលឲ្យគ្នាម្ដងទៀតអ្នកបងប្អូនអរគ្នាញ៉ាំបុកល្ហុងអញ្ចឹងជាមួយនឹងបញ្ចុកគឺថារសជាតិតែឆ្ងាញ់តែម្ដងបាទរសជាតិគឺនៅតែអែមនៅតែជាតិតែម្ដងបុកប្រហែលដងគឺនៅតែឆានបុកយូរ17ជាតិ8 9 10ជាតិអូយឆ្ងាញ់មែនតើបងប្អូនអរគ្នាថាខ្ញុំចូលបុកល្ហុងហ្នឹងមានរសជាតិឆ្ងាញ់មែនតើបងប្អូនហើយក្មួយគាត់ឃើញកាមេរ៉ាគាត់ចូលកាមេរ៉ាចឹងទៅបងប្អូនអរគ្នាក្មួយខ្ញុំមិនចេះអេនកាមេរ៉ាទេមកឃើញកាមេរ៉ាអត់បានទេបងប្អូនអរគ្នាឃើញកាមេរ៉ាគឺចូលតែម្ដងបាទហើយញ៉ាំបដាអីចឹងទៅណាបងប្អូនអរគ្នាបុកល្ហុងនៅសក់ស្រែតែម្ដងបាទរសជាតិគឺថារសឆ្ងាញ់រសជាតិតែអែមនៅតែជាតិតែម្ដងបាទបងប្អូនអរគ្នាបុកល្ហុងជាមួយនឹងងាវអូយជាតិណាស់អ្នកនរគ្នាអើយរសជាតិរបស់ជាតិតែម្ដងបាទបងប្អូនអ្នកនរគ្នាបងប្អូនវីដេអូហ្នឹងរៀងវែងតិចដែរវីដេអូនេះចូល5នាទីឯងបងប្អូនអ្នកគ្នាអូខ្ញុំថាញ៉ាំបុកល្ហុងឆ្ងាញ់អើយឆ្ងាញ់តែខ្ញុំបុកល្ហុងហ្នឹងបានថតឲ្យបងប្អូនមើលឯនេះថតពេងបុកល្ហុងហើយបងប្អូនអ្នកគ្នារួចចាខ្ញុំញ៉ាំអើយញ៉ាំជាតិតែម្ដងបាទប្រទេសអស់3គ្រាប់តែម្ដងបាទបងប្អូនអ្នកគ្នារសជាតិនៅតែឆ្ងាញ់នៅតែជាតិតែម្ដងបុកល្ហុងខ្មែរតែជាមួយនឹងទឹកប្រហុកម៉ែរួយអូរសជាតិឆ្ងាញ់តែម្ដងបាទបុកហើយដល់ជាតិតែម្ដងបុកជាមួយនឹងបើទុំអូរសជាតិឆ្ងាញ់មែនតើទឹកប្រហុកហ្នឹងមែនតើបងប្អូនអើយគឺរសជាតិគេគឺទឹកប្រហុកហ្នឹងតែម្ដងបងប្អូនអរគ្នារសជាតិឆ្ងាញ់តែម្ដងបងប្អូនអរគ្នារសជាតិថានៅតែអែមនៅតែជាតិតែម្ដងបាទបងប្អូនអរគ្នាញ៉ាំជាមួយនឹងមួយចុកខ្មែរអូគេថាឆ្ងាញ់ណាស់អ្នកអើយនេះស្ងួយដល់2 3 4ភុំបងប្អូនអរគ្នារសជាតិឆ្ងាញ់តែម្ដងខ្ញុំថតនៅផ្ទះថ្មីបងប្អូនអរគ្នានៅភូមិកញ្ចំឃុំកញ្ចំស្រុកពរៀងខេត្តព្រៃវែងបាទបងប្អូនអរគ្នាបុកល្ហុងបងប្អូនអរគ្នារសជាតិឆ្ងាញ់តែម្ដងបាទរសជាតិគឺតែអែមនៅតែជាតិតែម្ដងញ៉ាំអស់ពី3ម៉ាត់និយាយទៅញ៉ាំអស់ចិត្តមួយថាសហ្នឹងតែអីអស់ចិត្ត2ថាសបងប្អូនអរគ្នាខ្ញុំច្រឡំញ៉ាំអស់ពីថាសបងប្អូនអរគ្នារសជាតិថាបុកល្ហុងឆ្ងាញ់នៅតែជាតិនៅតែអែមតែម្ដងបាទនឹងជាវីដេអូថ្មីកុំភ្លេចជួយ like ជួយ share រីផុសវីដេអូហ្នឹងអ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីហើយបងប្អូនចង់បាន sponsor បងប្អូនឆាតទៅ page ក៏បានឬក៏លេខទូរស័ព្ទ090 732 702បងប្អូនសម្រាប់តេតើនឹងការងារបាទឥឡូវយើងចូលប្រធានបទយើងគឺបុកល្ហុងជាមួយនឹងចុកខ្មែររសជាតិតាឆ្ងាញ់អើយឆ្ងាញ់បងប្អូនអរគ្នារសជាតិនៅតែអែមនៅតែម្ដងបាទបងប្អូនអរគ្នារសជាតិថាឆ្ងាញ់ណាស់បងប្អូនបាទបុកល្ហុងខ្មែរយើងហ្នឹងរសជាតិនៅតែឆ្ងាញ់នៅតែជាតិតែម្ដងបាទញ៉ាំអើយឃ្លានអើយនេះបងប្អូនបញ្ចូលឃ្លានចូលសលេងហើយនៅតែឃ្លានទៀតនេះបងប្អូនអរគ្នារសជាតិថាឆ្ងាញ់ណាស់បងប្អូនក្មួយខ្ញុំដើរអូយដើរពី3ចុងឃើញកាមេរ៉ាបានតែក្មួយខ្ញុំមកឃើញកាមេរ៉ារត់ចូលតែម្ដងបាទបងប្អូនអរគ្នារសជាតិគឺតែឆ្ងាញ់កាន់តែជាតិតែម្ដងបាទរសជាតិគឺថាអែមណាស់អ្នកទាំងអស់គ្នាអើយឆ្ងាញ់អើយឆ្ងាញ់ឡើងអស់ឡើងចិត្តមួយថាសពីថាសហ្នឹងបងប្អូនអរចឹងវីដេអូនេះឧបត្ថម្ភដោយឲ្យឈុតបងប្អូនអរគ្នាបើចង់ឲ្យកុំភ្លេចជួយគាំទ្រផងមកឲ្យ
លក់តម្លៃសមរម្យនៅលើទីផ្សារចឹងមកបដៃមកដល់ផ្ទះបានណានៅភូមិកញ្ចំខុំកញ្ចំស្រុកបេរៀនខេត្តប្រៃវែងជួបគ្នាវីដេអូ